បាទជំរាបសួរដល់ពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីឥឡូវនេះយើងចូលមកអំពីការទំនាយបែបហោរាសាស្ត្រខ្មែរបែបចក្ខរាសីវិញម្ដងតើតើទៅនឹងអស់លោកអ្នកដែលកើតនៅរាសីធ្នូគឺកើតនៅចន្លោះចាប់ពីថ្ងៃទី14ធ្នូដល់ថ្ងៃទី13មេសារាសីរបស់អស់លោកអ្នកស្ថិតនៅក្នុងរាសីធ្នូចូលដល់ខែវិច្ឆិកានេះរាសីរបស់លោកអ្នកតេតងទៅនឹងកិច្ចការងារជាពិសេសសម្រាប់អស់លោកអ្នកប្រកបអាជីវកម្មលក់ដូរតេតងទៅនឹងសម្លៀកបំពាក់ឬក៏តេតងទៅនឹងការកាត់ដេរជាដើមចូលដល់ខែវិច្ឆិកានេះរាសីរបស់លោកអ្នកស្រុតចុះតេតងទៅនឹងផ្នែកលុយកាក់ចំណូលរបស់លោកអ្នកវិញហាក់មានលក្ខណៈជាធម្មតាក៏ប៉ុន្តែតេតងទៅនឹងកិច្ចការងារអាជីវកម្មផ្សេងៗហាក់បីដូចជាធ្វើឲ្យអស់លោកអ្នកមានដំណើរការល្អប្រសើរជាងមុនជាពិសេសតកតងទៅនឹងអស់លោកអ្នកការខ្ចីប្រាក់បំណុលឬក៏ឲ្យប្រាក់ខ្ចីក្នុងខែវិច្ឆិកានេះហាក់បីដូចជាគ្មានសំណងត្រឡប់មកវិញតកតងនឹងសេចក្តីស្រឡាញ់សម្រាប់អស់លោកអ្នកការបណ្ដាក់ទុនឬការដៃគូភាគហ៊ុនជាដើមហាក់បីដូចជាមិនសូវល្អសម្រាប់អស់លោកអ្នកនោះទេ